សួស្តីអ្នកនរគ្នាអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបនៃការ download file Windows 11ជាប្រភេទ file ISO អញ្ចឹងដើម្បី download file នឹងបានគឺខ្ញុំ recommend ឲ្យអ្នកនរគ្នាទៅ download នៅក្នុង website របស់ក្រុមហ៊ុន Microsoft វា safe អញ្ចឹងដំបូងអ្នកនរគ្នាចូលមកកាន់ browser របស់យើងមកបាទបន្ទាប់មកយើង search យើងវាចូល google.com បាទបន្ទាប់មកអ្នកនរគ្នាគ្រាន់តែវា Windows 11 download មួយនេះបាទហើយបន្តមកទៀតអ្នកនរគ្នាជ្រើសរើស link download នៅខាងលើមួយនេះខ្ញុំចុចពីលើវាមកបាទបន្តមកទៀតយើង scroll មកក្រោមចឹងនេះគឺជា Windows 11 installation assistant ចឹងយើងអត់ត្រូវការ download ទេអានេះគឺ create Windows 11 installation media ក៏យើងអត់ត្រូវការយើងត្រូវការគឺយើង download Windows 11 this image ISO ចឹងចំពោះ device 64 bit ចឹងអ្នកនរគ្នា select នៅខាងក្រោមនេះមកចឹងយើងយក Windows 11 Multi Edition បាទបន្ទាប់មកអ្នកនរគ្នាចុច confirm បាទបន្ទាប់មកទៀតអ្នកនរគ្នាជ្រើសរើសកន្លែងមួយនេះ choose one ចឹងខ្ញុំយកវាជាភាសាអង់គ្លេសបាទ English ចាអញ្ចឹងខ្ញុំយក English International បាទបន្ទាប់មកខ្ញុំចុច confirm បាទបន្ទាប់មកទៀតកន្លែងនេះគឺវាឲ្យយើង download តែម្ដងនេះ download Windows 11 English International អានេះlink អានេះវាផុតកំណត់24ម៉ោងអញ្ចឹងខ្ញុំចុចកន្លែង download នេះមកបាទអញ្ចឹងវាធ្វើការ download ដល់យើងទៅត្រង់ចំណុចនេះចឹងវាទំហំរបស់វាគឺ 7.9 GB ចឹងវាដើរលឿនឬក៏យឺតអាស្រ័យទៅលើ Wi-Fi របស់យើងណាចឹងដោយសារតែ file នេះខ្ញុំមានហើយចឹងខ្ញុំមិនត្រូវការទេចឹងខ្ញុំគ្រាន់តែបង្ហាញអ្នកនរគ្នាតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការ download file Windows 11ជាប្រភេទ file ISO ដើម្បីយកទៅតម្លើងជាមួយនឹងកុំព្យូទ័រផ្សេងចឹងវីដេអូរបស់ខ្ញុំមានប៉ុណ្ណឹងបើសិនអ្នកនរគ្នាមានចម្ងល់ផ្សេងៗអាច comment នៅក្រោមវីដេអូបានជួបគ្នាវីដេអូក្រោយ